ព្រះបន្ទូលលើកទឹកចិត្តមានផ្ទៃពោះអត្ថបទគម្ពីរម៉ាថាយជំពូក1ខ18នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូវគ្រីស្ទនាងម៉ារីមាតារបស់ព្រះអង្គត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែបមុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នានាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយពាក្យថានាងមានផ្ទៃពោះបង្ហាញពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះក្រុមគ្រួសាររបស់នាងម៉ារីដោយសារនៅសម័យកាលនោះក្នុងវប្បធម៌ដែលនាងរស់នៅគ្មាននរណាម្នាក់ចង់ឮពាក្យដែលថាកូនស្រីខ្លួនឯងមានផ្ទៃពោះមុនពេលរៀបការនោះទេជាពិសេសនៅពេលដែលឪពុករបស់ទារកមិនមែនជាមនុស្សប្រុសដែលកូនស្រីបានភ្ជាប់ពាក្យជាមួយខ្ញុំគិតថាពិតជាមានគេនិយាយដើមគេស្ដីគេថាឲ្យជាក់ជាមិនខានមានគេយកព័ត៌មាននោះទៅប្រាប់លោកយ៉ូសែបដូច្នេះគេឈ្មោះមិនល្អរបស់គ្រួសារគាត់បានឮខ្ចរខ្ចាយពេញអស់ទាំងភូមិស្រុកនាងម៉ារីបានរស់នៅ3ខែជាមួយគ្រួសារលោកសាការីដែលគាត់ជឿលើរឿងរ៉ាវរបស់នាងឥឡូវនេះនាងម៉ារីបានត្រឡប់មកផ្ទះវិញប្រហែលជានាងត្រូវប្រឈមមុខនឹងជម្លោះកំហឹងការភ័យខ្លាចនិងភាពអាម៉ាស់ហើយតើនាងម៉ារីព្យាយាមប្រាប់គ្រួសារនាងពីការពិតដែរឬទេតើគ្រួសារនាងបដិសេធមិនព្រមស្ដាប់ឬយ៉ាងណាព្រះយេស៊ូវប្រសូតមកក្នុងលោកីយ៍នេះជាលោកីយ៍ដែលពោពេញទៅដោយការឈឺចាប់ការភ័យខ្លាចនិងភាពអាម៉ាស់ជាលោកីយ៍មួយដ៏កំណាចសូម្បីតែអ្នកដែលស្រឡាញ់គ្នាក៏នៅតែទទួលរងនៅការមិនទុកចិត្តនិងទុក្ខព្រួយនេះហើយគឺជាអ្វីដែលព្រះយេស៊ូវបានយាងមកដើម្បីកែតម្រូវឡើងវិញជាឥទ្ធិពលនៃអំពើបាបនិងឥទ្ធិពលរបស់អារក្សដែលគ្រប់គ្រងមកលើជីវិតយើងព្រះអង្គបានលះបង់ព្រះជន្មទ្រង់ដើម្បីរំដោះយើងឲ្យមានសេរីភាពរួចចេញពីអំណាចទាំងនោះទ្រង់បានមានព្រះជន្មពីសុគតឡើងវិញដើម្បីប្រទានជីវិតថ្មីគឺជីវិតអស់កលជានិច្ចដែលពោរពេញដោយសន្តិភាពការទុកចិត្តនិងសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់និងចំពោះគ្នាទៅវិញទៅមកសូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះអម្ចាស់យេស៊ូវអើយទូលបង្គំរីករាយណាស់ដែលទ្រង់បានយាងមកជួយទូលបង្គំយើងខ្ញុំក្នុងសេចក្តីត្រូវការផ្សេងទូលបង្គំសូមអរព្រះគុណទ្រង់ណាស់អាមែនបើសិនលោកអ្នកជាចំណែកមួយនៅក្នុងគ្រួសារនាងម៉ារីតើលោកអ្នកជឿសាច់រឿងនាងទេអំពីបុត្រតូចដែលកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធហេតុអ្វីជឿឬហេតុអ្វីមិនជឿតើលោកអ្នកគិតថានាងម៉ារីទទួលកម្លាំងមកពីណាដែលនាងអាចឆ្លងកាត់ពេលវេលាដ៏លំបាកនេះបានសូមអរគុណសូមព្រះប្រទានពរ